បងប្អូនបើសិនជានិយាយអំពីបរិយាកាសនៅក្នុងការរស់នៅគេឋានរបស់អតិថិជនមួយកន្លែងនេះគឺពិសេសតែម្ដងដោយសារទីតាំងរបស់គាត់ហ្នឹងនៅខាងក្រោយមានជាប្រភេទបឹងហើយនឹងមានជាប្រភេទរុក្ខជាតិបៃតងជាច្រើនប៉ុន្តែគឺអតិថិជនគាត់ជួបបញ្ហាមួយគឺបញ្ហាទីតាំងរបស់គាត់ហ្នឹងគឺសម្បូរទៅលើសត្វល្អិតមែនទែនពិសេសតែម្ដងគឺជាសត្វល្អិតមូសព្រោះសត្វល្អិតមូសហ្នឹងនៅពេលដែលគាត់បើកជាមួយនឹងពួកកញ្ចក់បើកជាមួយនឹងទ្វារកញ្ចក់ដើម្បីទទួលយកនៅខ្យល់បរិយាកាសធម្មជាតិហ្នឹងគឺសត្វហ្នឹងគឺតែងតែចូលមកតាមខ្យល់ហ្នឹងតែម្ដងបាទអញ្ចឹងជាដំណោះស្រាយគឺអតិថិជនគាត់បានតាក់ទងមកក្រុមការងាររបស់កម្ពុជាយើងដើម្បីឲ្យយើងទៅដោះស្រាយជូនគាត់បាទបន្ទាប់ពីយើងចុះឆែកទៅលើទីតាំងជាក់ស្ដែងគឺយើងបានណែនាំជូនអតិថិជនឲ្យគាត់ប្រើប្រាស់ជាប្រភេទស្នាញរមួលស្វ័យប្រវត្តិហើយនិងជាប្រភេទស្នាញតិបត្តិដំឡើងទៅលើទីតាំងរបស់គាត់បាទបន្ទាប់ពីទៅឡើងហើយគឺមិនត្រឹមតែការពារជាមួយនឹងសត្វល្អិតមូសមករំខានក៏ដូចជាមកខាំទៅលើសមាជិកគ្រួសាររបស់គាត់ប៉ុណ្ណោះទេគឺគាត់រីករាយជាមួយនឹងខ្យល់បរិយាកាសពីខាងក្រៅដែលបក់ចូលទៅលើគេហដ្ឋានរបស់គាត់ផងដែរបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនអ្នកនរគ្នាដែលកំពុងតែមានបញ្ហាដោយអតិថិជនមកកន្លែងនេះអាចតាក់ទងមកក្រុមការងាររបស់កម្ពុជាយើងបានគឺយើងនឹងប្រឹក្សាក៏ជួយផ្ដល់ព័ត៌មានលម្អិតជូនបាទសូមអរគុណ